សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចែករំលែកនៅបងប្អូនឲ្យចេះធ្វើពិលឆ្លោះពងមាន់ទាំងអស់គ្នាដោយយើងចំណាយប្រហែលជា 3000 ទៅ 4000 រៀលតែប៉ុណ្ណោះគឺយើងអាចធ្វើពិលឆ្លោះពងមាន់មួយបានហើយនេះគឺជាពិលប្រភេទដែលគេឆ្លោះពងមាន់សពថ្ងៃដែលគេលក់នៅទីផ្សារហ្នឹងអញ្ចឹងយើងអត់ប្រើទេពិលប្រភេទនេះយើងអត់ប្រើទេគឺយើងយកពិលដែលមានតម្លៃទាបបំផុតលើទីផ្សារគឺពិលដែលមានតម្លៃត្រឹមតែ 3000 រៀលឡើងទៅនោះគឺបងប្អូនអាចធ្វើឆ្លោះពងមាន់បានយ៉ាងងាយហើយឆ្លោះច្បាស់ទៀតឥឡូវបងប្អូនមើលទៅនេះគឺជារបៀបធ្វើយើងយកពវៀនកង់ម៉ូតូហ្នឹងឬក៏ពវៀនកង់ឲ្យតែជាប្រភេទកស៊ូយឺតហើយមានផ្ទាំងធំនោះគឺបងប្អូនអាចយកមកធ្វើពិលឆ្លោះពងមាន់បានទាំងអស់ឥឡូវនេះខ្ញុំយកពិលលើទីផ្សារដែលខ្ញុំបានទិញមកស្រេចនេះពិលនេះគឺតម្លៃវា 3500 ទៅដល់ចន្លោះ 5000 អញ្ចឹងឥឡូវនេះខ្ញុំយកពិលនេះលើឧទាហរណ៍បងប្អូនមើលនេះគឺជាកស៊ូពវៀនកង់ម៉ូតូឥឡូវនេះបងប្អូនមើលតាមខ្ញុំមកមួយមកបងប្អូនកុំសាហើយពេលបងប្អូនមើលហើយបងប្អូនកុំភ្លេចជួយចុច Subscribe នៅលើ Channel ដែលមានឈ្មោះថាជាងជ័យនឹងផងហើយនឹងចុចរូបកណ្ដឹងផងដើម្បីងាយស្រួលតាមដានលើក្រោយទៀតនៅពេលដែលខ្ញុំមានចំណេះដឹងការចែករំលែកថ្មីមានអ្វីថ្មីខ្ញុំនឹងចែករំលែកដល់បងប្អូនទៀតនេះបងប្អូនអានេះគឺយើងយកទៅវាស់តម្រូវមួយពងមាស់ហើយដែលមានដៃទីបមូលហ្នឹងទីបហ្នឹងមិនថាធំជាងហ្នឹងឬតូចជាងហ្នឹងទេបងប្អូនស៊ីសល់បងប្អូនស្រឡាញ់ទេតែបើកាន់តែតូចកាន់តែល្អយើងយកមកអញ្ចឹងមកយកមកគូក៏បានយកមកគោះអញ្ចឹងក៏បានដែរដើម្បីមានស្នាមនេះស្នាមបងមូលនេះពេលដែលយើងឃើញមានស្នាមអញ្ចឹងហើយគឺយើងកាត់វាកន្លឹងមកបងប្អូននេះងាយស្រួលទេដែលយើងមិនបាច់ចាំចំណាយលុយទិញពិលតម្លៃ$4 $5អីយកមកឆ្លោះទេហើយវានាំផលលំបាកផងអានេះបើសិនជាយើងគិតទៅអានេះងាយស្រួលហើយចំណាយតិចបំផុតហើយងាយស្រួលទាំងធ្វើណាបងប្អូនកដាលហើយយើងត្រូវកលឹងដល់អាកែមខាងគឺយើងយកកញ្ចក់វានឹងមកបងប្អូនកញ្ចក់នេះយើងប្រើវាតែពេលកលឹងអាហ្នឹងទេនៅពេលយើងកលឹងមូលហើយគឺយើងលែងប្រើវាហើយអញ្ចឹងបងប្អូនត្រូវចាំថាដាច់ខាតត្រូវតែមូលព្រោះអីកាលណាដែលខាងក្នុងហ្នឹងអត់មូលគឺយើងមិនអាចឆ្លោះពងមាន់បានឃើញល្អលុះត្រាតែមូលខ្លាញ់ប្រភេទនេះបងប្អូនរបៀបនេះទើបមិនអាចយកឆ្លោះពងមាន់បានយើងធ្វើយ៉ាងណាដែរឲ្យវាចិត្តពលឺយើងគោលដៅរបស់យើងគឺយើងធ្វើរបៀបនេះដើម្បីចិត្តពលឺបន្តមកទៀតគឺអាចារ្យគម្របចានពិលខាងលើនោះគឺយើងអត់យកទៀតទេគឺយើងបោះចោលហើយគឺយើងនៅប្រើតែចាននេះហើយនឹងកស៊ូនេះហើយបងប្អូនដាក់សកត់ដូចខ្ញុំមកយើងសកត់វាថ្នមឲ្យវាចូលនឹងហើយមកបន្តមកទៀតយើងយកតែចាននិងពិលទេសូមបញ្ជាក់គឺយើងអត់យកគម្របចានវិញលើទេអាកញ្ចក់ខាងមុខគឺយើងអត់យកទេឥឡូវនេះយើងហើយយើងមូលវាចូលចឹងឥឡូវនេះយើងមើលទាំងអស់គ្នាពិលនេះគឺតម្លៃតែ 3000 ចន្លោះ 3000 ទៅ 5000 ទេពិលប្រភេទនេះគឺយើងអាចធ្វើពិលជំនួសពិលដែលមានតម្លៃ$4 ទៅ$5បាននេះគឺល្អបំផុតបងប្អូនឥឡូវយើងមកសាកល្បងឆ្លោះពងទាំងអស់គ្នាឥឡូវនេះយើងចាប់ផ្ដើមយកមកឆ្លោះពងមាន់សាកបងប្អូនចាំមើលនេះគឺជាពិលតម្លៃ 3000 ចន្លោះ 3000 ទៅ 5000 បងប្អូនចាំមើលទាំងអស់គ្នាឥឡូវនេះវានៅបើកភ្លើងឡើងបាត់ភ្លើងសិននេះបងប្អូនឃើញច្បាស់ណាស់នេះពងមាន់នេះអានេះទើបតែបានប្រហែលជា6ថ្ងៃអានេះពងឆ្លោះប្រភេទនេះឃើញហ្នឹងប្រហែលជា5ទៅ6ថ្ងៃទេបងប្អូននេះឃើញច្បាស់ចេះតែម្ដងបងប្អូនអាពិលយើងធ្វើរបៀបនេះគឺយើងអាចរុញវាចូលឆ្លោះមើលឃើញច្បាស់ខ្លាំងក៏បានតិចក៏បានអានេះប្រហែលជា4ថ្ងៃទេនេះពងប្រភេទនេះវាទៅតែចាប់សរសៃឈាមនេះតូចតែមែនតើអានេះប្រហែលជា3ទៅ4ថ្ងៃអានេះបងប្អូនមើលទៅនេះឃើញច្បាស់ចេះតែម្ដងអានេះគឺនិយាយចំទៅការដែលយើងឆ្លោះមើលទៅអានេះបើខ្ញុំនិយាយអស់ទៅយើងមិនមែនថាយើងរបស់កែច្នៃអញ្ចឹងវានេះទេតែគ្រាន់ចង់និយាយថានេះធាតុពិតវាគឺយើងមើលទៅគឺវាច្បាស់មែនគឺវាច្បាស់ជាងច្បាស់ជាងពិលដែលយើងទិញលើទីផ្សារផងបងប្អូននេះអានេះចូលហើយជាង10ចូល10ថ្ងៃជាង10ថ្ងៃនេះដែលវាញាក់នេះបងប្អូននេះមេជីវិតនេះគឺវាមានកកំណើតមានរូបមានរាងអានេះបងប្អូនវាអង្គក្នុងហ្នឹងអញ្ចឹងបងប្អូនបានមើលវីដេអូនេះហើយកុំភ្លេចជួយចុច Subscribe លើ Channel ផងដែលមានឈ្មោះថាជាងជ័យហ្នឹងបងប្អូនអរគុណច្រើនសូមជម្រាបលាបងប្អូនយើងជួបគ្នានៅវគ្គក្រោយទៀតបើចង់តាមដានកុំភ្លេចចុច Subscribe